នាងអ្នកស្លាប់ជាទីមេត្រីតើលោកអ្នកនាងជ្រាបទេថាជនជាតិខ្មែរជាជនជាតិមួយបានរស់មុនគេបង្អស់នៅលើជ្រោយឥណ្ឌូចិននេះហើយថែមទាំងមានវប្បធម៌និងជំនឿរបស់ខ្លួនស្រាប់ទៅហើយមុនការទទួលឥទ្ធិពលឥណ្ឌាជាបន្តទៅទៀតនេះលោកជុនច័ន្ទបុត្រសូមរៀបរាប់ជូននៅប្រវត្តិសាស្ត្រខ្មែរសម័យបុរេប្រវត្តិនិងការទទួលឥទ្ធិពលឥណ្ឌាលើកទី1ជាពលរដ្ឋកម្ពុជាដែលសម្គាល់ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះគឺជាមនុស្សមួយក្រុមក្នុងចំណោមពូជសាសន៍អូស្ត្រូអាស៊ីហើយដែលបានមកតាំងពីរស់នៅក្នុងតំបន់ឥណ្ឌូចិននេះតាំងពីសម័យយុគថ្មរំលីងគឺប្រមាណ15សតវត្សមុនគ្រិស្តសករាជឯកសារខ្លះបញ្ជាក់ថាមានស្លាកស្នាមតាំងលំនៅលើតំបន់នេះប្រមាណ5000ឆ្នាំមុនគ្រិស្តសករាជឯណោះក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ីនេះនៅមានរស់រានរហូតដល់សព្វថ្ងៃនៅប្រទេសភូមាភាគខាងក្រោមហើយនឹងនៅតាមជួរភ្នំអាណាមហើយលក្ខណៈកាត់ជាមួយធាតុម៉ុងហ្គោលគឺជាការកើតឡើងថ្មីខាងក្រោយក្នុងចំណោមជនជាតិឥណ្ឌូចិនគឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិននិងឥណ្ឌាប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេដែលបានតាំងទីលំនៅលើទឹកដីរបស់ខ្លួនសប្តាហ៍ថ្ងៃនេះគឺរហូតមកដល់សតវត្សទី13នៃគ្រិស្តសករាជតាក់ទាញដោយដែនដីសណ្ដមានជីជាតិវាលទំនាបនិងសមុទ្រផងព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គូលីពីប្រទេសចិនមកផងទើបជនជាតិវៀតណាមជនជាតិថៃនិងភូមាបានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិននេះដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរនិងបងប្អូនរបស់ខ្លួនគឺជនជាតិមនឲ្យខ្ទាតពីតំបន់វាលទំនាបមេណាមនិងពីតំបន់វាលទំនាបទន្លេអេរ៉ាវតីនៅតាមស្ថានីយ៍បុរេប្រវត្តិនានារបស់ជនជាតិខ្មែរពីសម័យថ្មរំលីងនោះគេបានរកឃើញដូចជានៅស្ថានីយ៍មលូព្រៃអន្លង់ផ្ដៅសំរោងសែននិងនៅលើខ្នងទួលឬខ្នងភ្នំតំបន់ដីក្រហមគឺមេមត់ស្នួលនៅឧបករណ៍ផ្សេងជាច្រើនដែលធ្វើអំពីថ្មរំលីងប្រជាជនក្នុងសម័យនោះចេះធ្វើពុថៅកន្ត្រៃនិងកងដៃអំពីថ្មរំលីងគេចេះសូនដីឥដ្ឋធ្វើក្អមឆ្នាំងតុបតែងលម្អដោយក្បាច់រចនាជារង្វង់ក្បាច់ហៀនគូតខ្យងនិងចេះធ្វើក្រវិលសម្រាប់ពាក់ត្រចៀកថែមទៀតផងគេចេះនេសាទត្រីដោយស្នដែលមានងៀងនិងស្ទូចត្រីដោយសន្ទូចដែលមានផ្លែធ្វើអំពីឆ្អឹងសត្វគេចេះផ្សាំងឬចិញ្ចឹមសត្វគោក្របីចិញ្ចឹមជ្រូកនិងដាំស្រូវផ្ទះរបស់គេសង់បន្តើតលើសសរខ្ពស់ពីដីដែលអាចការពារសត្វកណ្ដៀរឬសត្វសាហាវផ្សេងហើយនឹងការពារទឹកលិចនៅរដូវវស្សានៅក្នុងតំបន់ភាគខាងកើតក្នុងការកាប់ឆ្ការព្រៃសបាតរានដីធ្វើចម្ការដើម្បីពង្រីកដំណាំកៅស៊ូនៅប្រទេសកម្ពុជាគេបានរកឃើញភូមិមូលជាភូមិសម័យបុរេប្រវត្តិដែលមានគ្រឹះនៅសល់ដែលយើងអាចមើលឃើញយ៉ាងច្បាស់ក្នុងចំណោមភូមិទាំងនោះភូមិមួយត្រូវគេបានរកឃើញនៅមេមត់ដែលយើងអាចឃើញច្បាស់នៅកំពែងឬជញ្ជាំងក្រាស់ហើយខ្ពស់ធ្វើអំពីដីមានរាងជារង្វង់មូលដែលមានវិជ្ជមានខាងក្រៅរហូតដល់200ម៉ែត្រហើយមានផ្លូវចូល2ភូមិមូលពីសម័យបុរេប្រវត្តិនេះការពារដោយគូទឹកសងខាងហើយគូទឹកឬរណ្ដៅនោះមានជម្រៅរហូតដល់6ម៉ែត្រនៅឡើយសប្តាហ៍ថ្ងៃនេះគេបានរកឃើញរោងជាងឬកន្លែងកាត់បំបែកថ្មនិងដុសថ្មរំលីងឬខាត់ថ្មដែលមានសំណល់វត្ថុផ្សេងយ៉ាងច្រើនសន្ធឹកធ្វើអំពីថ្មរំលីងព្រមទាំងមានបំណែកចានឬក្រឡឬហៅម្យ៉ាងទៀតថាកុលភាជន៍យ៉ាងច្រើននៅទីនោះតាមការស្រាវជ្រាវថ្មីបន្ថែមទៀតដោយប្រើប្រព័ន្ធផ្កាយរណបថតពីលើអាកាសមកមន្ទីរពិសោធន៍ NASA នៃសហរដ្ឋអាមេរិកបានប្រកាសថាបានរកឃើញភូមិមូលសម័យបុរេប្រវត្តិយ៉ាងច្រើននៅតំបន់សៀមរាបអង្គរផងដែរជនជាតិខ្មែរនៅសម័យបុរេប្រវត្តិអនុវត្តជំនឿគោរពបុព្វបុរសដូនតាហើយធ្វើសក្ការៈបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដីជាទង្វើដែលអាចឲ្យយល់បានថានៅក្នុងប្រទេសមួយដែលទឹកនិងដីមិនអាចកាត់ផ្ដាច់ពីគ្នាបានហើយហាក់ដូចជាជ្រលោកលាយឡំភ្ជាប់គ្នាទៅនឹងមេឃក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយសត្វនាគគឺជានិមិត្តរូបនៃកម្លាំងអាទិទេពឬវត្ថុស័ក្តិសិទ្ធិវត្ថុទិព្វរបស់ជនជាតិខ្មែរជំនឿនេះគេបានឃើញកើតមានពីយូរយារណាស់មកហើយជាពិសេសមានរឿងរ៉ាវនាងនាគដែលតាក់ទងទៅនឹងរយៈកាលចាប់ផ្ដើមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាថែមទៀតផងអ្វីត្បិតតែរឿងរ៉ាវព្រះនាងនាគមានលក្ខណៈដូចជារឿងព្រេងនិទានបន្តិចក្តីក៏សពថ្ងៃជំនឿនេះនៅមានជីវិតរស់រវើកក្នុងជីវភាពនៃជនជាតិខ្មែរហើយត្រូវបានប្រជាពលរដ្ឋខ្មែរគោរពបូជាយ៉ាងសកម្មហើយតម្កល់ទុកថាគឺអ្នកតាម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីដ៏មានគុណនេះហើយជាអ្នកថែរក្សាការពារជនជាតិខ្មែរនិងមាតុភូមិខ្មែរនេះឯង
ទទួលឥទ្ធិពលឥណ្ឌាលើកទី1ក្នុងរង្វង់សតវត្សទី1នៃគ្រិស្តសករាជជនជាតិខ្មែរដែលតាំងពីយូរលង់ណាស់មកហើយធ្លាប់មានទំនាក់ទំនងជាមួយអ្នកដើរសមុទ្រជាតិឥណ្ឌាដែលភាគច្រើនជាអ្នកជំនួញនឹងពួកព្រាហ្មណ៍ក៏បានទទួលឥទ្ធិពលជាបន្តបន្ទាប់ពីពួកឥណ្ឌាទាំងនោះគ្មានអ្វីគួរឲ្យសង្ស័យឡើយវប្បធម៌និងសាសនានៃប្រទេសឥណ្ឌាបានក្លាយជាវប្បធម៌និងសាសនារបស់វណ្ណៈអ្នកដឹកនាំខ្មែរចំណែកប្រជាពលរដ្ឋសាមញ្ញទូទៅវិញរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយនៅតែមានជំនឿទៅលើព្រលឹងដូនតាគោរពបូជាអារុក្ខអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលជាជំនឿដើមរបស់ខ្មែរដដែលទោះបីជាស្ថិតនៅក្រោមទង់ឬរូបភាពព្រះពុទ្ធសាសនាដែលនាំចូលពីឥណ្ឌាក៏ដោយម្យ៉ាងទៀតគឺដោយសារការទទួលឥទ្ធិពលឥណ្ឌាដែលមានភាសាសំស្ក្រឹតជាយាននេះហើយដែលបានជំរុញជនជាតិខ្មែរឲ្យចាប់ផ្ដើមសម័យប្រវត្តិសាស្ត្រជាតិរបស់ខ្លួននាដើមសតវត្សទី1នៃគ្រិស្តសករាជនេះការធ្វើដំណើរដែលកាន់តែរីកចម្រើនឡើងជាលំដាប់របស់ជនជាតិឥណ្ឌាមកកាន់តំបន់សវណ្ណភូមិនេះដើមហេតុសំខាន់គឺការមកធ្វើជំនួញជួញដូរខាងសេដ្ឋកិច្ចពីដើមឡើយពួកឈ្មួញឥណ្ឌាទិញមាសពីតំបន់ស៊ីបេរីដែលពួកទូចរធ្វើដំណើរដោយរទេះឆ្ងាយមកលក់ឲ្យដោយឆ្លងកាត់តំបន់បាក់ទ្រីយ៉ានប៉ុន្តែប្រហែលជា2សតវត្សមុនគ្រិស្តសករាជដោយមានការរំជើបរំជួលក្នុងចំណោមជនជាតិផ្សេងនៅភូមិភាគអាស៊ីកណ្ដាលបានធ្វើឲ្យផ្លូវនេះកាត់ផ្ដាច់ធ្វើគមនាគមន៍តទៅទៀតលែងកើតក្រោយមកគឺក្នុងអំឡុងសតវត្សទី1នៃគ្រិស្តសករាជពួកឥណ្ឌាក៏ធ្វើដំណើរបែរទៅទិសខាងលិចហើយបានទិញនិងដឹកជញ្ជូនមាសពីពិភពរ៉ូម៉ាំងក្នុងនោះមានទាំងកាក់មាសដែលគេបានរំលាយហើយបោះពុម្ពជារូបិយវត្ថុជាប្រាក់ដាក់ឲ្យប្រើប្រាស់ក្នុងចក្រភពរ៉ូម៉ាំងថែមទៀតផងក៏ប៉ុន្តែមិនយូរប៉ុន្មានព្រះចៅវេសប៉ាសៀងដែលគ្រងរាជនៅចន្លោះឆ្នាំ69-79នៃគ្រិស្តសករាជនៃចក្រភពរ៉ូម៉ាំងបានចេញបញ្ញត្តិហាមឃាត់មិនឲ្យនាំមាសចេញដែលជាប្រការបង្ខំឲ្យឈ្មួញឥណ្ឌាស្វែងរកប្រភពទិញមាសពីទីកន្លែងផ្សេងទៀតទីបំផុតពួកនេះក៏បានធ្វើដំណើរបែរមកតំបន់សវណ្ណភូមិនេះការធ្វើដំណើរស្វែងមករកមាសនៅជ្រោយសវណ្ណភូមិនេះបានត្រូវសម្រួលដោយកត្តាជាច្រើនដូចជាការរីកចម្រើនខាងផ្នែកនាវាចរសមុទ្រដោយពេលនោះគេអាចរកឃើញបច្ចេកទេសធ្វើសំពៅធំមាំដែលអាចផ្ទុកទំនិញនិងមនុស្សចំនួនរហូតដល់700នាក់ការរកឃើញភាពឆ្លាស់គ្នានៃខ្យល់រដូវដោយអ្នកបើកសំពៅជនជាតិក្រិកបានជំរុញឲ្យមានភាពទៀងទាត់ក្នុងការធ្វើដំណើរនិងញ៉ាំងការស្វែងរកមាសនៅតំបន់សវណ្ណភូមិនេះកាន់តែមានសន្ទុះកើនឡើងម្យ៉ាងទៀតក្នុងពេលជាមួយគ្នានេះដែរព្រះពុទ្ធសាសនាក៏កាន់តែរីកចម្រើនឡើងហើយសាសនានេះបានលុបបំបាត់ចោលប្រព័ន្ធវណ្ណៈក្នុងសង្គមដែលជាហេតុនាំឲ្យពួកឥណ្ឌាឈប់ខ្លាចបាត់ភាពបរិសុទ្ធក្នុងឈាមក្នុងពូជសាសន៍របស់ខ្លួនហើយធ្វើការតាក់ទងដោយទូលាយជាមួយជនបរទេសក្រោយមកពួកឈ្មួញឥណ្ឌាទាំងនោះបានមកបោះទីតាំងដោយបានបង្កើតជាហាងលក់ទំនិញឬសាខាគ្រឹះស្ថានជំនួញរបស់ខ្លួនក្នុងដែនដីសវណ្ណភូមិហើយជាបន្តបន្ទាប់បានប្រើប្រាស់គ្រឹះស្ថានទាំងនោះជាមជ្ឈមណ្ឌលផ្សព្វផ្សាយនយោបាយនិងសាសនារបស់ខ្លួនហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពួករដ្ឋវាសីគឺជាជនជាតិម្ចាស់ស្រុកមិនត្រឹមតែប៉ុណ្ណោះទេដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួនពួកនេះបានរឹតចំណងចងស្ពានមេត្រីរៀបចំអាពាហ៍ពិពាហ៍ចម្រុះជាមួយពួករដ្ឋវាសីម្ចាស់ស្រុកដើម្បីបង្កើតចំណងតាក់ទងជាគ្រួសារយ៉ាងជិតស្និទ្ធថែមទៀតផងជាក់ស្ដែងគឺអាពាហ៍ពិពាហ៍បែបនេះហើយដែលបានបង្កើតឡើងនៅសន្តតិវង្សដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជាយើងនេះ